គ្នាប្រហែលជាជួប Marketing នៅម៉ោង networking អ្នកនរគ្នាមិនទាន់ជាមួយមេរៀន Marketing ឬក៏អ្នកគ្នាចង់ប្រើប្រាស់ Marketing ក្នុងការរៀបចំអ៊ីនធឺណិតឬក៏ការប្រើប្រាស់ផ្សេងក្នុងផ្ទះវីដេអូនេះគឺជាវីដេអូខ្ញុំបង្រៀនពីរបៀបនៃការ configuration ទៅលើ Marketing អញ្ចឹងការ configuration ទៅលើ Marketing នេះគឺខ្ញុំសូមយកឧបករណ៍ Marketing មួយនេះគឺយកមករៀន config តែម្ដងអញ្ចឹងឧបករណ៍ Marketing នេះខ្ញុំសូមនិយាយត្រួសពីឧបករណ៍នេះបន្តិចអញ្ចឹងឧបករណ៍នេះវាមាន port សំខាន់ចំនួន5តែ port ទាំងនោះសុទ្ធតែជា port ដែលអាច manage បានហើយកន្លែង USB នេះគឺជាកន្លែងដែលយើងអាច update firmware កន្លែងនេះគឺយើងមិនសូវប្រើទេប៉ុន្តែអាចប្រើបានក្នុងម្ដងម្កាលជាដើមហើយកន្លែងនេះគឺជា run reset សម្រាប់អ្នកគ្នា reset ទៅលើ router reset configuration ផ្សេងៗបើសិនជាអ្នកគ្នា pick password គឺការធ្វើបែបនេះគឺគេហៅថាការធ្វើបែប hard reset អញ្ចឹងយើងចូលមកកាន់ការ config របស់យើងគឺយើងមានអញ្ចឹងយើងចូលមកកាន់ការ configuration របស់យើងគឺយើងតាក់ទងជាមួយនឹង WAN configuration ក្នុងនោះក៏មានការដាក់ LAN និង WAN ចូលទៅក្នុងនោះដែរក្នុងគោលបំណងនេះគឺចង់ឲ្យយើងតាក់ទងជាមួយការភ្ជាប់រវាង ISP ជាមួយ Marketing រវាង ISP router ជាមួយនឹង Marketing ហើយតាក់ទងជាមួយនឹងការគ្រប់គ្រង LAN ជាមួយនឹងការ sharing internet អាចប្រើចេញពី net masquerade ជាមួយនឹងការដោះស្រាយបញ្ហាផ្សេងៗដូចជាការ test ping ជាដើមអញ្ចឹងក្នុងនោះក៏មានតាក់ទងការអនុវត្តមួយដែរគឺមានសេណារីយ៉ូមួយថាអ្នកបច្ចេកទេសត្រូវដំឡើង Marketing មួយគ្រឿងដែលក្រុមហ៊ុន ISP បានផ្ដល់ដុំ ONU មួយដែលមាន IP របស់វាគេបោះឲ្យហ្នឹងគឺ 192.168.1.1 ឬក៏អាចថាជា IP ផ្សេងៗដូចជា 192.168.1.1 ដែល ISP គាត់ឲ្យប៉ុន្តែក្នុងក្រុមហ៊ុននេះគេតម្រូវឲ្យយើងប្រើ class A បីយើងងាយស្រួលពង្រីកនៅថ្ងៃក្រោយឲ្យមានបុគ្គលិកច្រើនគឺ IP ក៏កាន់តែកើនឡើងដែរជាមួយឧបករណ៍របស់ពួកគាត់នោះគឺមាន4ជំហានធំៗសម្រាប់ការរៀបចំ setup យើងចូលមកកាន់ការអនុវត្តរបស់យើងទាំងអស់គ្នាអញ្ចឹងមុនពេលអនុវត្តនេះគឺខ្ញុំសូមណែនាំអ្នកយកទៅ download កម្មវិធីមួយឈ្មោះថា Winbox ដែលយើងសម្រាប់ការប្រើប្រាស់ក្នុងការ config ទៅលើ Marketing របស់យើងហើយកម្មវិធី Winbox នេះគឺវាមាន2 version ធំៗដូចជា version ថ្មីជាមួយ version ស៊េរីថ្មីនិង version ស៊េរីចាស់អញ្ចឹងគឺខ្ញុំប្រើនេះគឺខ្ញុំប្រើ version 4.1 ដែលជា version ស៊េរីថ្មីបើសិនជាអ្នកគ្នាចង់ប្រើបើសិនជាអ្នកគ្នាជាអ្នកធ្លាប់ប្រើ version ចាស់ឬក៏3.នេះអាចប្រើបានដូចគ្នាតែគ្រាន់ថាវាមាន feature ផ្សេងៗស្អាតជាងមុនជាដើមអញ្ចឹងបើសិនជាអ្នកជាអ្នកប្រើប្រាស់ទៅលើ Mac អ្នកគ្នា download ទៅលើ Mac អ្នកនឹង Linux អាច down បានហើយអ្នកប្រើ Windows គឺ download Windows អញ្ចឹងកម្មវិធីនេះគឺខ្ញុំបានដំឡើងរួចហើយអញ្ចឹងតោះយើងចូលមកកាន់ការ configuration របស់យើងមុននឹងចូលដល់ការបើកកម្មវិធី Winbox នេះខ្ញុំសូមប្រាប់ទូទៅអំពី port ណាដែលត្រូវដោតមុនគេបំផុតអញ្ចឹងport ទី1នេះគឺយើងត្រូវដោតខ្សែ ISP របស់យើងខ្សែដែលយើងតចេញពី ONU ហើយ port ដែលយើងត្រូវដោតជាមួយ computer គឺយើងត្រូវដោតពី port ទី2ដែលជា port ដែលយើងត្រូវដោតជាមួយ computer នេះអញ្ចឹងយើងចូលមកកាន់កម្មវិធី Winbox ដែលយើងបានដំឡើងដល់អស់គ្នាមកអញ្ចឹងនៅក្នុងកម្មវិធី Winbox នេះគឺយើងឃើញទៅលើ MAC address របស់យើងជាមួយនឹង IP ដោយសារតែ IP នេះខ្ញុំបានកំណត់វាពីមុនរួចហើយអញ្ចឹងយើងចូលមកដើម្បី reset វានិងយើងនឹង configuration ទាំងអស់គ្នាជាមួយនឹង plan ដែលយើងបានរៀបចំខាងលើនេះគឺជា plan step ដែលយើងទៅធ្វើជាមួយនឹង Marketing នេះអញ្ចឹងខ្ញុំសូមចូលទៅកាន់ដុំ Marketing របស់យើងអញ្ចឹងវាសារតែគេចូលមកបើសិនគេចូលមកដំបូងគឺអ្នកនរគ្នាឃើញទាំងទទេស្អាតមួយប៉ុន្តែដោយសារតែខ្ញុំបានបើកឲ្យ configuration ច្រើនពេកអញ្ចឹងក៏មិនចេះថាបិទវាទាំងអស់ហើយយើងនឹង reset វាដើម្បីយើងចាប់ដើមធ្វើម្ដងទៀតអញ្ចឹងវិធី reset របស់វាយើងចូលមកកាន់ system ហើយជាមួយនឹងកន្លែងមួយនេះគឺហើយយើងចូលមកចូលកន្លែង system ហើយយើងជ្រើសរើសយកប៊ូតុង reset configuration អញ្ចឹងនៅពេលយើងចុច reset នេះហើយយើងឃើញ dialog មួយនេះគឺអញ្ចឹងគឺយើងសូមជ្រើសរើសអញ្ចឹងយើងជ្រើសរើសគ្រីសតែពីរនេះទេគឺno default configuration និង do not backup អញ្ចឹងខ្ញុំសូមគ្រីសយកពីរនេះហើយយើងចាប់ដើម reset ទៅលើដុំ Marketing របស់យើងអញ្ចឹងយើងរងចាំវាបន្តិចដើម្បីឲ្យដុំ Marketing នេះវានឹងដើម្បីឲ្យ Marketing នេះរៀបចំ software ឡើងវិញដើម្បីឲ្យយើងអាចចាប់ដើមបានក្នុងការ set up នេះអញ្ចឹង Marketing យើងត្រូវបាន set up ថ្មីហើយដើម្បីយើងដឹងថាតើវា set up ថ្មីឬអត់យើងចូលមកកាន់ interface អញ្ចឹងនៅកន្លែងនេះគឺជាដើម្បីដឹងថាវាបាន reset ឬអត់យើងចូលមកកាន់ interface នេះហើយយើងមើលថាឈ្មោះដើមរបស់វាគឺជាឈ្មោះ Ethernet វាឈ្មោះដើមគឺឈ្មោះ Ethernet 1 Ethernet 2ជាដើមអញ្ចឹងបើសិនជាវាឃើញបែបនេះមានន័យថា Marketing យើងត្រូវបាន reset ដោយជោគជ័យហើយហើយបន្តទៀតគឺយើងត្រូវការដាក់ IP របស់យើងនៅក្នុង Ethernet ទី2អញ្ចឹងមុននឹងការដាក់ IP របស់យើងគឺយើងសូមដាក់ឈ្មោះ interface នីមួយៗដើម្បីងាយស្រួលចំណាំអញ្ចឹងកន្លែង Ethernet ទី1នេះគឺខ្ញុំសូមដាក់វាជា WAN ដោយសារតែខ្ញុំបានដោតខ្សែ Internet ជាមួយវាយើងចុច apply ហើយ OK ហើ
ហើយកន្លែងនេះគឺជាចំណុចសំខាន់ដែលយើងមិនបាច់ចាំបាច់ដូរក៏បានដែរយើងគ្រាន់តែចំណាំវាទេកន្លែងនេះអញ្ចឹងតោះយើងចូលមកកាន់ការដាក់ IP របស់យើងអញ្ចឹងនៅក្នុង plan នេះគឺគេចង់ឲ្យយើងធ្វើដូចជាទី1គឺជំហានទី1នេះគឺយើងត្រូវដាក់ IP address ជាមួយនឹងការធ្វើឲ្យវាទៅជា DHCP server ដើម្បីបោះ IP ដល់អ្នកប្រើប្រាស់ក្នុងនោះគឺយើងត្រូវប្រើ IP ប្រភេទ class A ដើម្បីដែលជាសមត្ថកម្មខាងលើដែលយើងចង់បានអញ្ចឹងយើងចូលមកកាន់ការដាក់ IP របស់យើងចូលទៅកាន់ IP ហើយយើងយកកន្លែង address អញ្ចឹងយើងចុច new មកកន្លែងនេះគឺជាកន្លែងដែលយើងត្រូវដាក់ IP អញ្ចឹងខ្ញុំសូមដាក់ IP របស់ខ្ញុំគឺ100សុំទោសនេះជាកន្លែងត្រូវដាក់ IP អញ្ចឹងកន្លែងនេះគឺសមត្ថកម្មដែលយើងចង់បានគឺគេចង់បាន class A អញ្ចឹង IP ដែលយើងត្រូវដាក់គឺ 10.11.12.1 ជាដើមហើយកន្លែង interface នេះដាច់ខាតគឺយើងត្រូវរើស interface បើសិនជាយើងមិនបានរើសទេគឺវានឹងអាចជន់ជាមួយនឹង interface គ្នានាំឲ្យយើងមានបញ្ហាក្នុងការ up link ជាដើមឬក៏វាអត់ចូល internet អញ្ចឹងខ្ញុំសូមដាក់វានៅលើ internet ទី2ដែលយើងបាននិយាយនេះគឺជា port ដែលយើងត្រូវឲ្យ client ដោតទាំងអស់អញ្ចឹងយើងចុច apply ហើយ OK សំទោសកន្លែងនេះខ្ញុំភ្លេចដាក់កន្លែងនេះគឺ /24 យើងចុច apply ហើយ OK អញ្ចឹងបន្តមកទៀតគឺយើងធ្វើឲ្យវាទៅជា DHCP server យើងចូលមកកាន់ IP ដដែលហើយយើងសូមរើសយក DHCP server អញ្ចឹងយើងចូលមកកាន់ DHCP server មកយើងចុច new សំទោសមិនមែនទេគឺយើងចុច DHCP setup យើងជ្រើសយកគឺយើងចូលទៅជ្រើស DHCP setup គឺវានៅកន្លែងនេះអញ្ចឹងយើងត្រូវជ្រើស interface ដែលសម្រាប់ client របស់យើងគឺយើងយក interface ទី internet ទី2យើងចុច next ហើយកន្លែង space នេះគឺជា ID របស់IP របស់យើងដែលយើងបានដាក់នេះ next ទៀតមកហើយ gateway គឺជា gateway ដែលយើងបានបំពេញអំបញ្ញមិញយើង next មកហើយកន្លែងនេះគឺជាចំណុចសំខាន់មួយដែលយើងកំណត់ឲ្យវាត្រូវបោះពីប៉ុន្មានទៅប៉ុន្មានអញ្ចឹងកន្លែងនេះគឺខ្ញុំសូមដាក់វាទៅជា10ចុះព្រោះក្នុងករណីនេះឧទាហរណ៍បើសិនជាក្នុងនោះអាចមានជាឧបករណ៍ផ្សេងជាម៉ាស៊ីន print ឬក៏ឧបករណ៍ដែលចាំបាច់ត្រូវការ static IP អញ្ចឹងយើងត្រូវតែ spare ទុកខ្លះដើម្បីប្រើជាមួយឧបករណ៍ទាំងនោះហើយចំពោះចាប់ពី10ទៅនេះយើងទុកឲ្យទៅលើ client នៅកូនអ្នកប្រើប្រាស់យើងប្រើយើងចុច next ហើយ DNS server នេះយើងចង់ដាក់ក៏បានមិនដាក់ក៏បានប៉ុន្តែខ្ញុំសូមដាក់ DNS server យើងដាក់ DNS របស់ Google ហើយយើងក៏អាចបន្ថែមជាមួយនឹង DNS ផ្សេងទៀតបើយើងចង់ឬក៏មិនបាច់ក៏បានដែរប៉ុន្តែនេះគឺខ្ញុំសូមបន្ថែមមួយទៀតយើងចុច next ហើយកន្លែង list time នេះគឺយើងដាក់រយៈពេល10នាទីឬក៏រយៈពេលផ្សេងទៀតអាស្រ័យលើអ្នកនរគ្នាដែលគាត់ចង់ដាក់ឲ្យបានថាឧទាហរណ៍បើសិនជា DHCP មួយ IP គឺយើងឲ្យអ្នកគាត់ប្រើនេះយ៉ាងហោចក៏1ម៉ោងឬក៏ជួនកាលអាចដាក់ថា24ម៉ោង72ម៉ោងក៏បានដែរលើអាស្រ័យយើងអ្នកប្រើប្រាស់ចុច next យើងបានបង្កើតទៅលើ DHCP server អញ្ចឹងយើងចង់ដឹងថាតើវាបោះ IP ឲ្យយើងអត់អញ្ចឹងយើងចូល CMD ទៅវាចេញពីអញ្ចឹងយើងវាយ IP config តើវាបោះឲ្យយើងទេអត់ទាន់អញ្ចឹងបើក្នុងករណីវាមិនទាន់បោះ IP យើងអញ្ចឹងយើងសាក comment ម្ដងទៀតប៉ុន្តែយើងដាក់ /renew យើងរងចាំបន្តិចតើវាបោះឲ្យយើងឬអត់បាទនេះគឺជា DHCP IP ដែលអញ្ចឹងនៅបន្ទាប់ពីយើង comment កន្លែងនេះហើយអញ្ចឹងនេះគឺជាយើងមើលកន្លែង internet ដែលយើងជា port ដែលយើងបានដោតនេះអញ្ចឹងគឺវាបោះ IP មកយើងនេះគឺជា IP ដែលយើងមានដែលបច្ចេកទេសគឺបានបោះឲ្យយើងអញ្ចឹងជំហានបន្តទៀតគឺយើងចូលទៅកាន់ការ up link internet អញ្ចឹងក្នុងនេះការ up link internet របស់យើងគឺខ្ញុំចែកចេញជា2ទី1គឺយើង up link ទៅលើ static និងជាមួយនឹង DHCP client អញ្ចឹងខ្ញុំសូមយក DHCP client ដែលជាជំហានមួយដែលងាយស្រួលសម្រាប់ up link និងការប្រើប្រាស់ internet អញ្ចឹងដំបូងយើងចុចមកកាន់ IP ហើយយើងជ្រើសរើស DHCP client អញ្ចឹងយើងចុច new មកកន្លែងនេះគឺយើងជ្រើសរើស interface របស់វា apply ហើយចុច OK វាកំពុងតែ searching នេះកំពុងតែ search ទៅលើ IP យើងរងចាំបន្តិចហើយបន្តមកគឺវានឹងបោះ IP របស់យើងគឺ IP ចេញពីដុំ ONU ឬក៏ពី LAN ផ្សេងទៀតដែលអ្នកគ្នាបានភ្ជាប់អញ្ចឹងដើម្បីតែបន្ទាប់ពីធ្វើបែបនេះហើយតើវាបោះ IP មិនទាន់បោះ internet មកទេគឺអត់ទេយើងមិនទាន់ទៅកំណត់វានៅក្នុង firewall ទេអញ្ចឹងយើងដើម្បីកំណត់វា firewall បានយើងចូលទៅកាន់ IP ហើយចូលទៅកាន់ firewall អញ្ចឹងកន្លែងនេះគឺយើងកន្លែង tab net ហ្នឹងកន្លែងនេះគឺយើងចូលទៅកាន់ tab net ហើយយើងចុច new ហើយកន្លែងនេះគឺយើងយក chain SOC net យើងមិនបាច់ដូរទេប៉ុន្តែកន្លែងនេះ action យើងត្រូវតែដូរ action នេះយើងដូរពី accept ទៅជា masquerade ហើយកន្លែង general យើងចូលមក general វិញហើយកន្លែង out interface នេះគឺយើងជ្រើសយក WAN ចុច apply ចុច OK អញ្ចឹងមើលកន្លែងនេះអញ្ចឹងដើម្បីដឹងថា internet របស់យើងដើរអត់យើងអាច test ping បានទៅកាន់ Google អញ្ចឹងបើសិនជាអ្នកឃើញបែបនេះមានន័យថាការ config របស់យើងគឺបានជោគជ័យហើយជាមួយ DHCP client អញ្ចឹងយើងចូលមកកាន់ជំហានទី2គឺការ config ទៅលើ static routing អញ្ចឹងយើងចូលមកកាន់ជំហានមួយទៀតគឺតាក់ទងជាមួយនឹងការ config ទៅលើ static អញ្ចឹងជាដំបូងយើងចូលមកកាន់ IP ហើយយកទៅកន្លែង address តែយើងដាក់ IP សម្រាប់ទៅលើតែដុំ megabit ទេអញ្ចឹងយើងលើកថា ONU វាបោះឲ្យទៅលើ megabit របស់យើងគឺ 192.168.6 ឬក៏អាចថា 192.168.100 ឬក៏ចុចប្រមាណទៀតឬក៏ដែលអាស្រ័យទៅលើ ONU ជាអ្នកបោះឬក៏បើសិនជាអ្នកផ្សេងគាត់ដូចបើសិនជា IP គាត់ 192.168.1 ប្រមាណចុងក្រោយចឹងទៅក៏តាមអ្វីខ្ញុំចាំគឺខ្ញុំសូមដាក់ 192.168.100.6 ក្នុង interface នេះចុច apply សំទោសខ្ញុំភ្លេចគឺដាក់ /24 ខ្ញុំចុច apply ចុច OK អញ្ចឹងកន្លែងនេះ
បន្ទាប់មកគឺយើងចូលទៅកាន់ IP ហើយចូលទៅកាន់កន្លែង route អញ្ចឹងយើងចុច new កន្លែងនេះគឺយើងមិនចាំបាច់ដាក់ IP ទេប៉ុន្តែកន្លែង gateway នេះគឺយើងត្រូវដាក់វាគឺ 192.168.100.1 ដែលជា IP របស់ DOM ONU អញ្ចឹងយើងចុច apply ចុច OK អញ្ចឹងវាមិនទាន់បោះអ៊ីនធឺណិតមកទេដើម្បីបោះអ៊ីនធឺណិតមកបានគឺយើងធ្វើដូចជំហានដដែលគឺយើងទៅដាក់ firewall អញ្ចឹងដើម្បីទៅដាក់ firewall បានយើងចូលទៅកាន់ IP ម្ដងទៀតហើយយើងយកកន្លែង firewall នេះយើងចុច new មកហើយកន្លែង out interface នេះគឺយើងយក WAN នេះយើងយក interface WAN ហើយកន្លែង action នេះគឺយើងដាក់វាជា masquerade ចុច apply OK អញ្ចឹងដើម្បីដឹងថាយើងបានជោគជ័យអត់យើងចូលទៅកាន់ CMD ហើយយើង ping ទៅកាន់ Google តាម ping ទៅកាន់ Google បើសិនយើងឃើញបែបនេះមានន័យថាការ config របស់អ្នកនរគ្នាគឺបានជោគជ័យអញ្ចឹងក៏អរគុណអ្នកនេះសម្រាប់ការទស្សនាវីដេអូមួយនេះបើមានកំហុសខុសឆ្គងឬក៏ពាក់កន្លែងណាក៏សូមអធិស្ឋានអញ្ចឹងយើងត្រឡប់មកជួបគ្នានៅវគ្គបន្តទៀតគឺការ config ទៅលើ bridge ជាមួយនឹង LAN ដែលយើងអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នានៅវីដេអូក្រោយ